បានត្រឹមតែ$75ទេដោយសារតែគាត់ជាភ្ញៀវពិសេសរបស់ខ្ញុំអញ្ចឹងណាហើយម៉ូតនេះបងប្អូនគិតថាថ្លៃឬមួយក៏ថោក$75ហ្នឹងហើយនិយាយមែននេះជាម៉ូតដែលភ្ញៀវគាត់ចង់បានប៉ុន្តែមិនមែនឲ្យដូចក្នុងនឹង100%ទេហើយនេះជាម៉ូតចាស់របស់គាត់និយាយទៅឲ្យតែគាត់ថិចមកខ្ញុំត្រៀមខ្លួនជាស្រេចសម្រាប់គាត់ចឹងតែម្ដងព្រោះភ្ញៀវខ្ញុំម្នាក់ហ្នឹងគឺថាលេងម៉ូតលេង style ខ្លាំងណាស់បងប្អូនហើយម៉ូតភាគច្រើនណាគាត់ថាមិនបាច់ខ្វល់ឲ្យដូចក្នុងរូបទេគ្រាន់តែគាត់យករូបហ្នឹងមកឲ្យយើងមើលហើយឲ្យយើងហ្នឹងធ្វើឲ្យស្តៀងទៅព្រោះអីខ្ញុំបាននិយាយប្រាប់គាត់ហើយថាខ្ញុំមិនមែនជាអ្នកជំនាញខាងធ្វើម៉ូតធ្វើ design អីទេហើយគាត់ថាគាត់ចូលចិត្តខ្ញុំមិនមែនចូលចិត្តខ្ញុំត្រង់ដែលខ្ញុំនឹងបកកែធ្វើម៉ូតធ្វើគូសអីឲ្យគាត់ទេតែអ្វីដែលគាត់ចូលចិត្តខ្ញុំត្រង់ខ្ញុំហ្នឹងណាclean កញ្ចក់គាត់សម្អាតកញ្ចក់គាត់នៅពេលកាត់សាច់អាបែកទឹកឬមួយក៏កាត់សាច់កាត់អីចឹងត្រៀលក្បាលត្រៀលអីនឹងស្អាតល្អណាហើយឬក៏ដាក់ម្សៅឃើញថាគោលកញ្ចក់គាត់មូលល្អហើយអ្វីដែលសំខាន់នោះគឺរាងដែលគាត់ចង់បាននឹងតែម្ដងបងប្អូនអញ្ចឹងបាទថាកញ្ចក់បងប្អូនយើងធ្វើសំខាន់ណាស់តិចនិចដែលយើងយកចិត្តភ្ញៀវទី1គឺរាងទី2គឺទៅរោនខ្ជូលីកូអាគោលកញ្ចក់ហ្នឹងហើយទី3ការដាក់ម្សៅបងប្អូនបើសិនជាយើងដាក់ម្សៅអត់មូលគោលកញ្ចក់ទេភ្ញៀវគេអ្នកធ្លាប់ធ្វើកញ្ចក់គេគាត់តែមើលគេដឹងហើយភ្ញៀវរបស់ខ្ញុំនេះគឺគាត់មកជាប្រចាំទៅហើយចា2ទៅ3អាទិត្យអីហ្នឹងគាត់មកម្ដងហើយនិយាយទៅគាត់ជួយចិត្តចំណាយលុយប៉ុន្តែគាត់អត់មានបញ្ហារឿងក្នុងការដែលគាត់មក2 3អាទិត្យម្ដងអីទេសំខាន់គឺគាត់សប្បាយចិត្តនៅពេលដែលគាត់បានយើងធ្វើឲ្យគាត់ណាហើយគាត់ចេះតែគិតថាចេះគាត់ខ្លាចតែខ្ញុំនឹងឈប់ធ្វើឲ្យគាត់ទេនៅពេលដែលគាត់ថិចខ្ញុំគាត់មកដល់គាត់និយាយភ្លាមគាត់ថាថ្ងៃហ្នឹងខ្ញុំដឹងតែអ្នកឯងនឹងអត់សូវសប្បាយចិត្តទេដែលខ្ញុំមកព្រោះអីតែខ្ញុំមកអ្នកឯងធ្វើឲ្យខ្ញុំនឹង take time ខ្ញុំថាលុះត្រាណាតែខ្ញុំឈប់ធ្វើកញ្ចក់បានខ្ញុំនឹងឈប់ធ្វើឲ្យគាត់ដែរហើយគាត់ប្រាប់ខ្ញុំថាអ្នកផ្ទះគាត់នឹងកូនប្តីអីហ្នឹងប្រាប់គាត់ថាឲ្យតែគាត់លេងម៉ូតខ្លាំងហ្នឹងខ្ញុំប្រកាសជាឈប់យកគាត់ហើយគាត់ក៏បារម្ភដែរព្រោះអីគាត់អត់ដឹងថាទៅរកអ្នកណាដែលប្រកែធ្វើកញ្ចក់ឲ្យគាត់ដែលអត់ជ្រាបទឹកហើយអត់តាក់សក់គាត់អញ្ចឹងណាអាហ្នឹងជាភ្ញៀវគាត់និយាយហើយខ្ញុំថាកុំបារម្ភខ្ញុំនៅតែធ្វើការខ្ញុំនៅតែយកគាត់អញ្ចឹងទោះជាគាត់លេងម៉ូតអីក៏ដោយប៉ុន្តែបើឲ្យដូចក្នុងរូប100%គឺខ្ញុំធ្វើអត់ដូចទេហើយគាត់ថាកុំខ្វល់នៅក្នុងរូបសំខាន់ណាឲ្យវាស្តៀងទៅអញ្ចឹងបាទថាភ្ញៀវបងប្អូនគឺស្រួលទេនៅពេលដែលយើងមានភ្ញៀវដែលយល់ចិត្តយើងហើយយើងយល់ចិត្តភ្ញៀវនិយាយទៅភ្ញៀវខ្ញុំគាត់ស្រួលណាស់ម្នាក់អត់រើសទេបងប្អូនហើយភាគច្រើនកញ្ចក់បើសិនជាធ្វើ design ខ្ញុំអត់លាប base coat ទេណាបងប្អូនគឺខ្ញុំធ្វើ design យកតែម្ដងហើយអាកូនដៃហើយនឹងដៃចង្អោលហ្នឹងខ្ញុំត្រៀលក្បាលខ្មៅដោយសារតែខ្ញុំលាបពណ៌អញ្ចឹងទៅខ្ញុំអត់លាប base coat ទេហើយខ្ញុំលាបតែពណ៌អញ្ចឹងណាអ្នកទាំងអស់គ្នាហើយដោយសារតែគាត់ចង់បានរៀងស្តៀងអញ្ចឹងទៅវាមេដៃចង្អោលដៃគឺត្រូវការលាបពណ៌ពេញបងប្អូនអញ្ចឹងអាពណ៌ខ្មៅហ្នឹងលាបត្រូវការប្រុងប្រយ័ត្នបន្តិចបើសិនជាយើងលាបអត់ប្រុងប្រយ័ត្នទេប្រកាសជាប្រឡាក់ពិបាកជូតហើយខ្ញុំលាប base coat នេះដោយសារតែគាត់នឹងធ្វើ ombre អញ្ចឹងទៅខ្ញុំលាប base coat ឲ្យហើយអូខេបន្ទាប់មកទៀតខ្ញុំទៅលាប matte top coat ដៃមួយចំហៀងទៀតព្រោះដៃមួយចំហៀងទៀតហ្នឹងគឺខ្ញុំត្រូវការធ្វើ design ហ្នឹងខ្ញុំលាប matte top coat ហ្នឹងដើម្បីកុំឲ្យពណ៌ហ្នឹងវារត់ឬមួយក៏កុំឲ្យវាមានអាជាតិគ្រើមជាតិអីនៅជាប់អាកញ្ចក់ដែលយើងបបោសស្អាតហើយហ្នឹងណាបន្ទាប់មកខ្ញុំគិតថាខ្ញុំហ្នឹងទៅធ្វើ ombre top ប៉ុងអញ្ចឹងណាអ្នកទាំងអស់គ្នាពួកយើងគិតអត់ដល់យើងមើលក្នុងរូបយើងគិតថាយើងធ្វើអញ្ចឹងចេញតែដល់ពេលទៅគឺធ្វើអត់ចេញទេបងប្អូនអើយហើយវីដេអូនេះក៏ខ្ញុំថតអត់បានគ្រប់ជ្រុងជ្រោយដែរដោយសារតែខ្ញុំមានរវល់ភ្ញៀវណាត់តាម Instagram ផងថាច់តាម phone ផង Facebook ផងអញ្ចឹងទៅក៏ខ្ញុំធ្វើបដាហើយខ្ញុំក៏និយាយមួយភ្ញៀវខ្ញុំដែរភ្ញៀវខ្ញុំថាធ្វើអីធ្វើទៅគាត់អត់ខ្វល់ទេសំខាន់ឲ្យតែស្តៀងអញ្ចឹងទៅខ្ញុំថាអូខេ
ខ្ញុំអត់ពេញចិត្តទេហើយគាត់ថាមិនបានជូតចេញខ្ញុំថាអត់ទេខ្ញុំទៅ spray ម៉ាស៊ីនឲ្យគាត់វិញព្រោះខ្ញុំមើលទៅអាធ្វើប៉ុងហ្នឹងវាអត់ស្អាតវាអត់ចេញជាអឹមរ៉េអញ្ចឹងហើយខ្ញុំមកលាយថ្នាំបាញ់ម៉ាស៊ីន air brush ហ្នឹងវិញអញ្ចឹងបានចេញស្អាតហើយអញ្ចឹងបានគាត់ថាខ្ញុំអត់ picky ទេតែអ្នកឯងជាអ្នក picky គាត់ថាគាត់ហ្នឹងអត់រើសទេតែខ្ញុំជាជាងហ្នឹងជាអ្នករើសទៅវិញគាត់ថាគាត់ធ្វើខ្ញុំធ្វើអីក៏បានដែរគាត់អត់ខ្វល់តែខ្ញុំមើលទៅអត់ស្អាតខ្ញុំអត់ព្រមទេនិយាយទៅខ្ញុំធ្វើអីក៏ដោយទោះជាខ្ញុំធ្វើឲ្យភ្ញៀវខ្ញុំមិនបានដូចក្នុងនឹង 100% បានត្រឹមតែ50 70% ប៉ុន្តែខ្ញុំក៏ត្រូវការឲ្យមើលមកវាស្តៀងខ្លះដែរវាស្អាតអីខ្លះដែរមិនអញ្ចឹងហើយអាណាធ្វើមិនស្អាតផងឲ្យគេទៅដែរដល់ពេលអញ្ចឹងខ្ញុំអត់ព្រមទេគាត់សោចសោចគាត់ថាគាត់អត់នេះទេណាគាត់អត់និយាយអីទេអាហ្នឹងអ្នកឯងអ្នកធ្វើទេអូខេហើយអញ្ចឹងទៅខ្ញុំថាអូខេខ្ញុំដឹងហើយវគ្គនេះខ្ញុំគូសបានត្រឹមតឡាញហ្នឹងឯណាបងប្អូនតែដល់ពេលគូសផ្កាគូសអីហ្នឹងគឺខ្ញុំកញ្ញាញ់គូក្បាលខ្ញុំអត់បានគូសហើយខ្ញុំអត់បានធ្វើវីដេអូអីទេហើយភ្ញៀវខ្ញុំគាត់ថាអ្នកឯងឆ្លើយតបឆាតគេទៅកុំបារម្ភអីហើយវីដេអូនេះគឺប៉ុណ្្នឹងឯងហើយមិនដែរបងប្អូនអរគុណច្រើនជម្រាបលាសុខសប្បាយទាំងអស់គ្នា